បាទទាំងអស់គ្នាចង់ខ្លាយជាអ្នកមានគួររកស៊ីអីល្អបាទថ្ងៃនេះមានវាគ្មិនមួយរូបកំពុងតែរកស៊ីមុខរបរហ្នឹងណាបើនៅស្រុកក្រៅសុទ្ធតែមហាសេដ្ឋីបាទប៉ុន្តែនៅស្រុកខ្មែរអត់ទាន់ឃើញនឹងដោយសារមូលហេតុអីណាចឹងថ្ងៃនេះគឺយើងបាទនឹងពិភាក្សាគ្នាលម្អិតនៅលើមុខរបរមួយដែលត្រូវប៉ាន់ខ្លាំងហើយយើងចង់ឃើញស្រុកខ្មែរយើងរីកចម្រើននោះគឺមុខរបរតាក់ទងមួយបច្ចេកវិទ្យាប៉ុន្តែដោយសារបងគាត់មានគំនិតល្អៗមួយចំនួនតាក់ទងមួយការរកស៊ីបាទអញ្ចឹងទី1គាត់ថារកស៊ីបាទកុំរកស៊ីដូចក្មេងលេងបាល់ទាត់ណាចុះអា clear ហ្នឹងវាមានន័យបែបណា clear នេះវាអាចចូលរួមជួយឲ្យអ្នកទាំងអស់គ្នាទាំងខ្ញុំnhómគ្នារកស៊ីប្រតិកលាគ្នាចេះបាទអញ្ចឹងជួបមួយវាគ្មិនទាំងអស់គ្នាជំរាបសួរបងបាទជំរាបសួរយ៉ាត្រាបាទអញ្ចឹងអញ្ជើញមកពីខាង Urine X បាទជា app របស់ខ្មែរបាទអាចជួយណែនាំតិចបានទេបាទ Urine X មែនទែនទៅជា app ថ្មីមួយដែលត្រូវបានកសាងឡើងដោយសហគ្រិនខ្មែរសុទ្ធសាធហើយនិយាយរួមទាំងក្រុមវិស្វករធ្វើជា app អីទាំងអស់គឺជាជនជាតិខ្មែរសិតតែជាខ្មែរទាំងអស់បាទសរុបទាំងអស់ប្រហែលអ្នកឥឡូវហ្នឹងយើងមានសរុបបើសម្រាប់ back office ទាំង developer ទាំងក្រុមខាង product អីហ្នឹងគឺខ្ទង់40នាក់ជា40នាក់អូបាទហើយបង្កើតមកដល់ពេលនេះប្រហែលឆ្នាំហើយបើនិយាយពីការបង្កើតដំបូងយើងចាប់ផ្ដើមគេហៅថាយើងធ្វើ market research ណាយើងធ្វើ market research កាលពីដើមឆ្នាំ2025បន្ទាប់ពីធ្វើ complete market research មកយើងឃើញថាអូខេយើងចាប់ផ្ដើមធ្វើ business plan ណាយើងចាប់ផ្ដើមធ្វើ business plan ហើយក៏យើងចាប់ផ្ដើមខាង development work យើងចាប់ផ្ដើមbuild team របស់យើង developer ហើយសម្រាប់ build app platform ហ្នឹងចាប់ពីដើមឆ្នាំរហូតមកដល់ចុងឆ្នាំ2000ខែ12បាទឆ្នាំ2025យើងចាប់ដើមដាក់ដំណើរការសាកល្បងសុំលុញយើងដំណើរការសាកល្បងដំបូងនៅជួយច្បាយនឹងទូកើបាទហើយរហូតយើងធ្វើការដំណើរការសាកល្បងហើយយើងចាប់ដើមថាចាប់ដៃគូណាដែលសំខាន់ដែលគាត់គេថាមានឆន្ទៈក្នុងការជួយ support ជួយទ្រទ្រង់ដែលអាជីវកម្មក្នុងស្រុកជាពិសេសខាងផ្នែកបច្ចេកវិទ្យាហ្នឹងណាយើងចាប់ដើមធ្វើការជាមួយគាត់ហើយយើង improve ធម្មតាយើងដាក់អីមួយឲ្យសាកល្បងវាមានតែងតែមានចំណុចខ្វះខាតច្រើនបាទអញ្ចឹងយើងធ្វើការជាមួយគាត់យើង trial យើង improve យើងរកចំណុចខ្វះខាតយើង improve កន្លះឆ្នាំទៀតតោះថាយើងមើលទៅតែរឿងថាជឿជាក់ណាថា quality ហ្នឹងយើងអាចចេញទៅ market ទាំងមូលបានហើយបាទក៏យើងចាប់ដើមមកយើង open ជាគេហៅថា official launch ទៅ public ហ្មងកាលពីថ្ងៃ1ខែ6ហ្នឹងបាទអរគុណបាទសរុបមកហើយមួយឆ្នាំកន្លះបើគិតមួយឆ្នាំពីដើមបាទតិចទៀតនឹងសួរភត្រាពីអ្វីជាក្តីសម័យនៅពីក្រោយ super app របស់ខ្មែរយើងមួយនេះប៉ុន្តែបាទដោយសារភត្រាគាត់បានលើកឡើងថាកុំរកស៊ីដូចក្មេងលេងបាល់ទាត់បាទហេតុអីបានជារកស៊ីអញ្ចឹងវាជួបបញ្ហាអីបាទហើយមើលក្មេងលេងបាល់ទាត់ហើយរ៉ូណាល់ដូហើយមេស៊ីលេងបាល់ទាត់វាអត់ដូចគ្នាទេអញ្ចឹងបាទវាជាលទ្ធផលនៃជាបទពិសោធន៍ណាដែលខ្ញុំបានសង្កេតមើលនៅក្នុងសង្គមយើងទាំងមូលណាជាពិសេសនៅផ្នែកគេហៅថា start up ហ្នឹងដែលជាសហគ្រិនហ្នឹងអញ្ចឹងតែងឃើញជាគេហៅថានិន្នាការមួយនៅពេលដែលយើងរកស៊ីយើងឃើញគេធ្វើអីមួយបានទៅរៀងតំណងយើងគ្រាន់ក៏យើងធ្វើតាមគ្នាហ្នឹងឃើញឲ្យតែឃើញមានមុខរបរមួយមកតំណងអញ្ចឹងយើងធ្វើតាមគ្នាហើយបាទដូចក្មេងលេងបាល់ទាត់ហ្នឹងគឺដដើមគ្នាបាទយើងរកស៊ីយើងដដើមនៅគ្នាបាទបើគេលក់កាហ្វេយើងលក់កាហ្វេដែរហ្នឹងហើយអញ្ចឹងឃើញគេធ្វើអីជោគជ័យយើងធ្វើអាហ្នឹងដែរដល់ពេលអញ្ចឹងវាមិនខុសអីពីបាល់នៅតាណាយើងរត់ទៅនឹងទាំងអស់គ្នាបាទហើយចុងបញ្ចប់វាអត់ចំណេញទាំងអស់គ្នាទេវាមានបញ្ហាទាំងអស់គ្នាក្មេងដដើមគ្នាទាត់បាល់តែមួយបាទអានេះដែលភត្រាមើលឃើញណាបាទអញ្ចឹងទេសេដ្ឋកិច្ចវាមិនសូវជាល្អមកទេបាទអញ្ចឹងណាបាទហើយចុះផ្ទុយពីនឹងទៅវិញដែលភត្រាថាយើងកុំប្រកួតគ្នាបាទយើងគួរតែបតិកលាគ្នាវិញអានឹងមានន័យយ៉ាងម៉េចវិញអានេះបើយើងមើលទៅថាសេដ្ឋកិច្ចក៏វាមិនខុសពីគេហៅថា ecosystem ណាគេហៅថាប្រព័ន្ធ ecology បាទអញ្ចឹងវាមានច្រើនផ្នែកវាថា system គឺវាមានច្រើនផ្នែកហើយច្រើនផ្នែកមួយត្រូវការបតិកលាគ្នាធ
ធ្វើការងារវារៀងៗខ្លួនទៅតាមបច្ចេកទេសទៅតាមជំនាញទៅតាមស្គប់រៀងៗខ្លួនអញ្ចឹងបើយើងងាកមកវិស័យសេដ្ឋកិច្ចវិញក៏ដូចគ្នាដែរព្រោះថាសេដ្ឋកិច្ចទាំងមូលយើងមានវិស័យអីខ្លះសូម្បីតែថាយើងនិយាយថានៅក្នុងបច្ចេកវិទ្យាសោះបច្ចេកវិទ្យាយើងមានច្រើនណាស់បាទបច្ចេកវិទ្យាបើយើងនិយាយ app យើងមាន app ច្រើនបាទសូម្បីតែការគ្រប់គ្រងអាជីវកម្មមួយក៏មាន app ច្រើនណាស់ក៏មាន app ច្រើនបាទ app ច្រើនណាស់ដឹកជញ្ជូនក៏មានបាទដឹកជញ្ជូនក៏មានការគ្រប់គ្រងបើនិយាយថា ERP ណាក៏គ្រប់គ្រងអាជីវកម្មហ្នឹងឬគ្រប់គ្រងបុគ្គលិកគ្រប់គ្រងផែនការច្រើនគ្រប់គ្រងការ sale ក៏នេះគឺច្រើន e-commerce បាទច្រើនសុទ្ធតែ app បាទហើយឥឡូវនេះចូលមកឥឡូវនេះដោយសារបច្ចេកវិទ្យាវាជឿនលឿនទៅមុខរបរយើងហ្នឹងក៏វាត្រូវជឿនលឿនដូចគ្នាអញ្ចឹងអា system ពីមុនមកគេហៅថា conventional ពីមុនមកហ្នឹងក៏វាត្រូវការហើយអាថ្មីក៏វាត្រូវការជាពិសេសដូចថារឿងដូចថា digital marketing ឥឡូវវាចូលដល់ social marketing ទៀតបាទម្នាក់ត្រូវចេះរៀបវេទិកាត្រូវចេះធ្វើម៉េច build អា sales channel របស់យើង marketing channel របស់យើងនៅលើ social media ក៏បានចឹងអា tool អស់ហ្នឹងកាន់តែច្រើនទៀតណាបាទអញ្ចឹងយរួមគឺយើងមានបើយើងប្រតិកលាគ្នាគឺយើងអាចជួយគ្នាដូចលេងដូច Messi ហើយ Ronaldo លេងបាល់ចឹងបាទគេលេងជា team ជាក្រុមបាទអត់ដូចក្មេងលេងទេក្មេងលេងទៅដើមគ្នាទាត់ទេបាទអញ្ចឹងរ៉ូស៊ីគឺរ៉ូស៊ីអញ្ចឹងវាយូរអង្វែងជាងបាទអញ្ចឹងដូច Urine X ដែលបង្កើតនេះមិនមែនបង្កើតដើម្បីតែខ្លួនឯងទេចាបាទយើងទៅធ្វើអីវិញបើនិយាយពីគោលបំណងធំណាអាចថាពេលខ្លះបើខ្ញុំនិយាយទៅអាចធ្វើដូចជាធំពេកប៉ុន្តែយើងអត់ខ្លាចនឹងគ្រាន់តែសម័យយើងអត់ខ្លាចទេគ្រាន់តែដាក់គោលដៅរបស់យើងអត់ខ្លាចនឹងដាក់ទេព្រោះតើតែមានគោលដៅរបស់យើងមកយើងអាចខំប្រឹងរកវិធីធ្វើម៉េចឲ្យសម្រេចគោលដៅរបស់យើងបានអញ្ចឹងវាចេញពីការដែលខ្ញុំឃើញការដែលអាជីវសហគ្រិនយើងព្យាយាមគាត់ចាប់ដើមបង្កើតមុខរបរអញ្ចឹងណាហើយខ្ញុំក៏ឆ្លងកាត់មកច្រើនហើយទោះបីមិនខ្លួនឯងប៉ុន្តែមិត្តភ័ក្តិបងប្អូនគាត់ធ្វើបាទគាត់ធ្វើយើងមើលឃើញអារម្មណ៍យើងឃើញថាអានិន្នាការនឹងអា pattern តារាហ្នឹងខ្ញុំក៏សម័យថាអើចុះបើសិនជាយើងមាន technology អីមួយដើម្បីជួយពួកគាត់ថាចាប់តាំងតែពីគាត់មានកំណត់ថាចង់រកស៊ីហ្នឹងបាទខ្ញុំចង់រកស៊ីមកឧទាហរណ៍ថាខ្ញុំមានលុយប៉ុណ្នេះខ្ញុំចង់រកស៊ីនៅកន្លែងនេះខ្ញុំគួររកស៊ីអីឲ្យអា technology ហ្នឹងវាឆ្លើយមកហើយឆ្លើយហ្នឹងមិនឆ្លើយ based on ថាបើអ្នកឯងដាក់អាហ្នឹងទៅអ្នកឯងដឹងចំណេញបានជាប៉ុណ្ណេះតែឯងតែវាយោងទៅលើ technology វាត្រូវដឹងទាំងអស់ថាអូខេនៅក្នុងប្រព័ន្ធ ecology ទាំងអស់ហ្នឹងបាទជាសេដ្ឋកិច្ចទាំងអស់ហ្នឹងតើមានមុខរបរមានអីខ្លះហើយនៅក្នុងហ្នឹងអាណាដែលប្រកបអាណានៅខ្វះអាណាវាមានហើយវាកំពុងមួយគ្នាអាណាដែលយើង connect ទៅគ្នាមកថាបើយើងលក់មានគេលក់កាហ្វេមានគេអីហើយហ្នឹងទៅកន្លែងហ្នឹងវាខ្វះអីឧទាហរណ៍ខ្វះកន្លែងលាងឡានណាបាទអាហ្នឹងយើងត្រូវ based on understanding inside understanding ដល់ technology ដើម្បី comment គាត់តាំងពីគាត់មានកំណត់ហ្នឹងណាអញ្ចឹង Urine X យើងទៅជួយគេដឹកម្ហូបយើងទៅជួយគេដឹកអីវ៉ាន់យើងទៅជួយគេនៅខាងក្រោយបច្ចេកវិទ្យាផ្សេងបាទយើងអត់ទៅដដើមគេលក់កៅទេបាទយើងអត់ទៅដដើមគេលក់កាទៀវទេបាទអត់ទេគឺយើងទៅជួយបាទម្ចាស់អាជីវកម្មទាំងអស់នោះនេះហើយជាក្បួនរស់ស៊ីបែបប្រតិកលានេះចាបាទហើយបងអាចសួរបានហើយចុះមិនក៏បើ Urine X ចង់ធ្វើជួយឲ្យសេដ្ឋកិច្ចជួយឲ្យអាជីវកម្មស្រុកខ្មែរយើងនឹងអាចរកស៊ីបានដល់ប្រតិកលាគ្នាមិនបាច់ដដើមគ្នាដូចក្មេងលេងបាល់ហ្នឹងមិនក៏រើសអាហ្នឹងមិនក៏មកធ្វើ delivery មកធ្វើអីចឹងមិនក៏មិនធ្វើអីផ្សេងបាទបងឆ្ងល់អត់បាទមិនទៅធ្វើអីផ្សេងបាទហេតុអីចំណុចសំខាន់មួយទីមួយយើងគិតថាសម័យឥឡូវយើងរកស៊ីអីក៏ដោយអាការដែលដឹកជញ្ជូនហ្នឹងវាដូចវាហៅជាហេដ្ឋារចនាសម្ព័ន្ធសរសៃឈាមអញ្ចឹងមែនទេវាត្រូវការចាំបាច់បាទព្រោះកន្លែងហ្នឹងហើយដែលជាផ្លូវមួយអាចឲ្យយើង connect ទៅគ្រប់ business ទាំងអស់មកអញ្ចឹងបើសិនជាយើងជាអ្នកដឹកជញ្ជូនឲ្យគាត់បាទអញ្ចឹងទោះជា business ប្រភេទណាក៏ដោយក៏នឹងខ្លាយជា partner របស់យើងអញ្ចឹងនៅក្នុង ecosystem មួយគេហៅថា super app ហ្នឹងណាគឺ on demand economy បើនិយាយចំខ្ញុំសូមបើកវងចោលតិចដែល Urine X ណាបងប្អូនយើងមួយចំនួនអាចមើលឃើញពេលដែលយើង launch ថា Urine X ហ្នឹងជា app សម្រាប់ដឹកជញ្ជូនហូបអាហារនិងកញ្ចប់តូចបាទប៉ុន្តែមែនតើទៅគឺចាក់កុំវិស័យរបស់យើងអ្វីដែលយើង build ហ្នឹង Urine X ហ្នឹងមិនមែនត្រឹមតែជា app សម្រាប់ដឹកជញ្ជូនហូបអាហារឬក៏កញ្ចប់អីវ៉ាន់តូចៗហ្នឹងទេវាជា super app
បាទ super app គឺជាផ្នែកមួយដ៏សំខាន់ បាទ ជា technology part មួយជាផ្នែក technology មួយដ៏សំខាន់ក្នុងការទ្រទ្រង់ឬក៏ enable គេហៅថា on demand economy បាទ អាហ្នឹងតើយើងទៅអាពាក្យមួយនេះគឺ on demand economy បាទ សេដ្ឋកិច្ចនៃតម្រូវការអាពាក្យថា on demand ហ្នឹងណាបង បាទ on demand economy ឬក៏ on demand service ដែល ត្រូវការ ពេលហ្នឹងបាទយកពេលហ្នឹងមកអាច access យក service ហ្នឹងពេលហ្នឹងបានតែហ្នឹងគឺជាសេដ្ឋកិច្ចធំមួយ អូ ហើយបើយើង as a whole សេដ្ឋកិច្ចយើងឥឡូវ បាទ នៅយើងគ្រប់គ្នាវាមូលទៅដល់កន្លែងហ្នឹងថាតែយើងចង់បាននេះចង់បានភ្លាមហើយយើងអត់ចាប់ផ្នែកទេ អរគុណខ្ញុំសូមទៅសំណួរទី2បាទដោយសារ Urine X ដែលភក្តាពងរស់ស៊ីនេះគឺវានៅក្នុងវិស័យបច្ចេកវិទ្យាហើយខ្ញុំមើលឃើញនៅស្រុកក្រៅបាទទាំងអស់គ្នាមើលអូយមហាសេដ្ឋីអីច្រើនម្លេះសុទ្ធតែរស់ស៊ីនៅក្នុងវិស័យបច្ចេកវិទ្យា បាទ តាំងពីសម័យអ៊ីនធឺណិតយើងឃើញ Jack Ma យើងឃើញ Amazon បាទ និង Jeff Bezos ចា និងយើងឃើញ Bill Gates ហើយចូលមកដល់ចំនួន AI នេះបាទយើងឃើញ ChatGPT ហ្នឹង បាទ យើងឃើញ Cloud យើងឃើញអីផ្សេងៗអូ បាទ ហើយលេងលឿនមែនតើ បាទ ខ្លាយទៅជាមហាសេដ្ឋីដែលលឿនមែនតើ យ៉ា តើទៅអនាគតបើយើងនាំគ្នារស់ស៊ីនៅក្នុងមុខរបរបច្ចេកវិទ្យាអាចទេកម្ពុជានឹងសម្បូរមហាសេដ្ឋីច្រើនជាងមុន បើចំណោយដល់ខ្លីខ្ញុំថាអាច 100% គឺអាចប៉ុន្តែខ្ញុំមានការយល់ឃើញលើសនឹងតិច បាទ អាចហ្នឹងណា បាទ ត្រឡប់មកបាល់ទាត់មកវិញមករឿងដែលយើងនិយាយបាល់ទាត់ទីមួយគឺយើងមិនចង់ឲ្យយើងរកស៊ីដោយក្មេងលេងបាល់ទាត់ទេបានន័យថាបាល់ទៅណានាំគ្នាប្រមូលទៅនោះ ទី2នៅក្នុងបាល់ទាត់ដដែលមានក្រុមខ្លះបាល់ទាត់ខ្លះគាត់ប៉ាកែមិនដូចជាក្មេងលេងបាល់ទាត់ទេគាត់ក៏ចេះដែរ បាទ ប៉ុន្តែមានដូចថាអ្នកលេងមួយចំនួនគាត់ចង់ធ្វើជា superstar តែឯងទេគាត់ចង់ជោគជ័យតែឯងមកនៅតែគ្នាមកតារាង11នាក់ បាទ គាត់ល្អតែឯង បាទ គាត់ success តែឯងខ្ញុំមកចង់ក៏ខ្ញុំក៏អត់ចង់ build អាក្រុមហ្នឹងដែរក៏អត់ចង់ឃើញក្រុមបាល់ទាត់អញ្ចឹងដែរ បាទ បានន័យថាចង់ឲ្យទាំង11នាក់ឬក៏សូម្បីតែអ្នកកីឡាករបំរុងហ្នឹងក៏ដោយ បាទ គឺចូលរួមខ្លាយទៅជា superstar ទាំងអស់គ្នា អូ អានេះដែលសម្រាប់គំនិតរបស់ខ្ញុំដែល អានេះវាសំខាន់ បាទ បាទដោយសារអានេះយើងរស់ស៊ីបែបប្រតិកលាគ្នា បាទ អានេះបើធ្វើអញ្ចឹងបានភក្ត្រាថាស្រុកខ្មែរយើងអាចនឹងមានមហាសេដ្ឋីច្រើនចេញពីមុខរបរបច្ចេកវិទ្យា បាទ គុំទៅដដើមគ្នា បាទ បាទ បើដដើមគ្នាខ្ញុំគិតថាលទ្ធភាពច្រើនគឺយើងសូម្បីតែម្នាក់ក៏អត់មានដែរព្រោះយើង compete គ្នាយើងអត់ធ្វើឲ្យមានប្រតិកលាគ្នា បាទ បងមើលថាក្រុមកីឡាករជាក់ស្ដែងបើសិនជាដដើមគ្នាបានន័យថារក superstar មួយក៏អត់បានដែរ បាទ តែបើយើងចេះសហការគ្នាទាំងអស់គ្នាអាចខ្លាយជា superstar អូបាទ បាទ ចឹងថាទាំងអស់គ្នាអាចខ្លាយទៅជាមហាសេដ្ឋីបាននៅពេលទាំងអស់គ្នានាំគ្នារស់ស៊ីបែបប្រតិកលា បាទ បាទកុំរស់ស៊ីដូចក្មេងលេងបាល់ទាត់ បាទ ដដើមតែគ្នាហ្នឹង បាទ ទាត់តបាល់ដដើមតែគ្នាទាត់តបាល់អត់បានទេ បាទ បាទអាហ្នឹងវាអត់ទៅមុខទេ បាទ ប៉ុន្តែយើងឃើញកន្លងមកឃើញបងប្អូនជាច្រើនបាទដែលបានចាប់មុខរបរបច្ចេកវិទ្យាហើយទឹកភ្នែកខាត បាទ លងឆុង បាទ ទៅអស់វិញ បាទ អញ្ចឹងណាតែឃើញមើលទៅមុខរបរហ្នឹងមើលទៅដូចពិបាកណាស់ បាទ តើភក្ត្រាមើលឃើញអញ្ចឹងហ៎ វាពិតជាអញ្ចឹងបងអត់មានអីស្រួលទេ បាទ តែពិតទៅមិនថាមុខរបរខាងផ្នែកបច្ចេកវិទ្យាឬក៏មិនមែនបច្ចេកវិទ្យាកសិកម្មក៏ដោយអីក៏ដោយអត់មានរបរណាស្រួលទេខ្ញុំអត់មានឃើញ បាទ ព្រោះសិតតែពិបាកទាំងអស់ សតតែពិបាក គ្រាន់តែថាបើសិនជាយើងធ្វើវាឲ្យត្រឹមត្រូវដូចជាយើងបាននិយាយគ្នាបើសិនជាយើងការដែលធ្វើមុខរបរជារបៀបបតិកលាគ្នាវាជាជាងការប្រកួតប្រជែងគ្នានៅធ្វើអ្វីដដែលដើមទីផ្សារតាមអាដុំហ្នឹង មុខរបរបច្ចេកវិទ្យារបស់ខ្មែរយើងជួបបញ្ហា បាទ បាទ ព្រោះបច្ចេកវិទ្យាយើងឃើញថាបច្ចេកវិទ្យាវាជួយសម្រួល បាទ ដល់ជីវិតរបស់យើងជាពិសេសអ្នកប្រើប៉ុន្តែអ្នកដែលយកបច្ចេកវិទ្យាហ្នឹងមកធ្វើជាដំណោះស្រាយឲ្យអ្នកប្រើវាមិនស្រួលទេវាតើតែវាមានអ្នកណាម្នាក់ បាទ យកអារឿង complex រឿងពិបាកហ្នឹងមកធ្វើបានឲ្យមានអ្នកទទួលការដែលប្រើស្រួ អ ល ញ្ចឹងប្រកាសថាដោយសារពួកយើងវាធ្វើទូចពេក បាទ បាទប៉ុន្តែនេះដូចមុខរបរដូច Urine X នេះមុខរបរមួយនេះពិបាកតើខ្ញុំនិយាយចឹងត្រូវទេ ត្រូវបង ត្រូវ ជុំមានមុខរបរអីដែលរស់ស៊ីចំណេញមុនបាទ យ៉ាងណា ពីច្រើនខ្ញុំសម្គាល់ឃើញថា បាទ មិនមែនថាអត់ទេដូចបងបានប្រាប់ខ្ញុំពីមុនដែរក៏មានដែរ បាទ ប៉ុន្តែបើយើងនិយាយឲ្យចំនៅក្នុងវិស័យបច្ចេកវិទ្យានេះមួយយើងចង់ធ្វើអ្វីមួយដែលអាចថាវាជោគជ័យ បាទ វាទាល់តែទំហំមកវានៅអ្វីមួយដែលស្តង់ដារណា អឺហឹ ទោះបីយើងឃើញថាយើងឧទាហរណ៍ថាដូចយើងឧទាហរណ៍ចាស់ស្ដែងដូចអីគេយើងល្បីដូច DeepSeek
ល្បីជាងមួយជាពីរគាត់មាន team តូចគាត់មាន team small ប៉ុន្តែមិនមែនន័យថាគាត់ចំណាយតិចទេបាទមិនចំណាយច្រើនដូចគេ open AI ដូចមែនប៉ុន្តែប្រហែលថា at least team របស់គេប្រមូលបានគ្រប់គ្រាន់បាទវាគ្រប់គ្រាន់ណាបាទហើយយើងក៏មិនដឹងថា background គេមាន support ពីណាពីណីជា group យើងអត់ដឹងទេប៉ុន្តែមិន small ទេបាទព្រោះរឿងអស់ហ្នឹងវាមិនមែន simple យើងចាញ់មកយើងគ្មានចាក់កោវិស័យយើងទៅបង្កើតរបស់មួយមកបានទេតើតែមានចាក់កោវិស័យហើយមានលទ្ធភាព build team មួយដែល capable ក្នុងការធ្វើអាហ្នឹងបាទអាហ្នឹងរឿងហ្នឹងក្រៅពី team ដើម្បីឲ្យ super app មួយអាចទទួលបានជោគជ័យតើហត្រារំពឹងលើអីបន្ថែមអរគុណហ្មងសំណួរហ្នឹងជាសំណួរល្អហើយជា message មួយដែលខ្ញុំចង់ផ្ដាំផ្ញើទៅខ្មែរយើងទាំងអស់គ្នាណាបាទព្រោះថាមិនថាជាផលិតផលអ្វីមិនថាជា technology អ្វីទេដែលយើង build មកទោះបីវាល្អប៉ុណ្ណាក៏ដោយនៅពេលដែលយើងដាក់ទៅទីផ្សារយើងអត់ទទួលបានការគាំទ្រណាពីទីផ្សារក្នុងស្រុកយើងទេបាទយើងមុខជាមិនអាចជោគជ័យបានទេទោះបីបច្ចេកវិទ្យានោះបង្កើតដោយ developer ដែលប៉កែក៏ដោយប៉កែប៉ុណ្ណាក៏ដោយរបស់នោះល្អប៉ុណ្ណាក៏ដោយមិនជឿសាកបងអាចធ្វើ iPhone មួយដែលមានគុណភាពដូច iPhone បិទតែដាក់ brand ខ្មែរហើយបងឯងទៅលក់ឲ្យគ្មានការគាំទ្ររបស់ហ្នឹងវាអត់នៅទេបាទប៉ុន្តែផ្ទុយទៅវិញយើងធ្វើទូរស័ព្ទតែថា brand ខ្មែរធ្វើពីខ្មែរពិតបាទវាអន់មិនក៏អន់ជាង Samsung អន់ជាងស្អីក៏ដោយអន់ជាងអាស្អីអីដែលយើងថាអន់ជាងគេហ្នឹងដែរប៉ុន្តែយើងគាំទ្របើសិនបើបងប្អូនខ្មែរគាំទ្របាទគឺផលិតផលហ្នឹងនឹងទៅមុខបាទហើយមុនហ្នឹងយើងទៅជែកគ្នាហត្រាបានលើកឡើងរឿងខ្មៅដៃរបស់ជប៉ុនអាចជួយប្រាប់គ្នាយើងតិចបានសាច់រឿងហ្នឹងវាយ៉ាងម៉េចហេតុអីបានជាយើងត្រូវតែយកគំរូតាមជប៉ុនបាទរឿងនេះសំខាន់ហើយរឿងហ្នឹងមែនតើខ្ញុំចេះពីថ្នាក់ដឹកនាំដែរទេបាទនៅពេលដែលយើងកំពុងតែ build app របស់យើង platform របស់យើងណាបាទហើយនិយាយស្មោះត្រង់យើងក៏តែងតែគិតថាយើងមាន barrier យើងមានឧបសគ្គព្រោះយើងឃើញថាហ្នឹងចំណុចដែលសំខាន់គឺការគ្រប់គ្រងហើយយើងតែសួរខ្លួនឯងថាចុះបើយើងខំធ្វើទៅហើយយើងមិនទទួលបានការគ្រប់គ្រងយើងមុខជាមិនអាចជោគជ័យបានទេប៉ុន្តែយើងមានអ្វីមួយណាដែលជំរុញទឹកចិត្តរបស់យើងគឺឆន្ទៈក្នុងការជាតិនិយមនឹងហើយតែខ្ញុំមើលឃើញថាថ្មីហ្នឹងយើងប្រជាជនខ្មែរយើងមានឆន្ទៈនឹងបាទកំពុងតែខ្លាំងមែនទែនថាជាតិនិយមជួយគ្រប់គ្រងផលិតផលក្នុងស្រុកអញ្ចឹងខ្ញុំឈានបកមករឿងហ្នឹងវិញរឿងហ្នឹងចាតាក់ទងជាមួយនឹងធ្វើផលិតផលមួយដែលមានគុណភាពបានតើវាទាមទារអីគេបាទរឿងតាក់ទងជាមួយនឹងប្រជាជនជប៉ុននៅស្រុកយើងដឹងហើយថារបស់អ្វីក៏ដោយផលិតផលអ្វីក៏ដោយដែលផលិតដោយប្រទេសជប៉ុនយើងសឹងថាយើងថាលេខ1ក៏បានដែរបាទព្រោះថាបើយើងឲ្យរើសរបស់ណាក៏ដោយពីជប៉ុនពីអាមេរិកពីម៉ាឡេពីអីយើងមុខជារើសយករបស់ជប៉ុនប៉ុន្តែសួរថាប្រវត្តិសាស្ត្ររបស់វាណាមុននឹងពេលដែលជប៉ុនឈានមកដល់ថាធ្វើផលិតផលបានដល់គុណភាពលំដាប់លេខ1សម្រាប់ប្រជាជនខ្មែរយើងតែគាត់មានប្រវត្តិជូរចត់ខ្លះបាទរឿងហ្នឹងគឺគាត់និយាយពីជប៉ុនថាជាសិស្សជា engineer អញ្ចឹងណាគាត់មានមួយក្រុមគាត់ពី2នាក់អញ្ចឹងគាត់ដូចថាទៅរៀននៅខាង Western ណាអាមេរិកហ្នឹងហើយអញ្ចឹងគាត់មានគ្នាគាត់អញ្ចឹងគាត់ទៅរៀនទៅធម្មតាសិស្សអីពេលធ្វើមានប្រឡងមានអញ្ចឹងគាត់ទៅសេខ្មៅដៃអីចឹងណាគេបើគេសេខ្មៅដៃអត់សេពីតែគាត់ពួកធីមគាត់ហ្នឹងគាត់មានខ្មៅដៃច្រើនណាទៅយកតែម្ដងមួយបាច់ហើយគេ1 2គាត់ម្ដងមួយបាច់ហើយមានប្រដាប់ពេទ្យខ្មៅដៃទៀតដោយសារហេតុអីដោយសារដល់ពេលគាត់ទៅសេឲ្យតែគាត់ទៅសេអាខ្មៅដៃវាអត់មាំវាគុណភាពអត់ល្អវាចេះតែបាក់ទៅសេបាក់ខួងរហូតហើយគាត់ទៅសេខួងហើយមិត្តភក្តិគាត់មើលឃើញថាម៉េចដល់អញ្ចឹងមិត្តភក្តិគាត់ឃើញថាចុះក៏សួរថាចុះបើខ្មៅដៃនឹងវាអត់អញ្ចឹងមិនក៏មិនប្រើអាខ្មៅដៃគេល្អមកក៏មិនប្រើបាទមិនក៏មិនប្រើទៅគាត់ទៅខួងអញ្ចឹងបាទហើយគាត់ឆ្លើយថាយ៉ាងម៉េចជនជាតិជប៉ុនឆ្លើយបាទហើយជនជាតិជប៉ុនគាត់បរទេសយ៉ាងម៉េចវិញបាទគាត់ឆ្លើយទៅមិត្តភក្តិថាសឹងគាត់ស្រក់ទឹកភ្នែកបាទគាត់ប្រាប់ទៅវិញថាខ្មៅដៃនេះផលិតដោយជនជាតិជប៉ុនដោយប្រទេសជប៉ុនវាមិនល្អគុណភាពវាអត់ល្អដូចគេទេតែគាត់ជាជនជាតិជប៉ុនហើយបើគាត់មិនប្រើរបស់ដែលប្រជាជនជប៉ុនជាអ្នកបង្កើតតើអ្នកណាប្រើបាទវាប៉ុណ្្នឹងតែគាត់ចង់និយាយថាប៉ុណ្្នឹងបាទសំណួរហ្នឹងគឺធ្វើឲ្យគាត់ធ្លាក់ទឹកភ្នែកហ្មងបាទ
អ្នកស្ដាប់ហើយយងកៀងណាមិត្តភក្តិគាត់ណាបាទហើយហេតុផលហ្នឹងហើយវាឆ្លុះបញ្ចាំងពីថាទឹកចិត្តគេថាជាតិនិយមរបស់ជប៉ុនបាទហើយអញ្ចឹងដែលទោះបីជាអ្នកណាមិនប្រើក៏ដោយគាត់ជាជនជប៉ុនគាត់ប្រើខ្លួនឯងបាទគាត់ប្រើហើយគាត់ធ្វើមកចូលរួមគ្រប់គ្រងធ្វើឲ្យផលិតផលវាកាន់តែល្អទៅរហូតដល់បាទរហូតដល់សប្តាហ៍ហើយបាទបើសិនបើជប៉ុនមិនប្រើខ្មៅដៃដែលអន់នោះទេក៏ប្រហែលជាជប៉ុនមិនមានឡានទៅប្រកួតប្រជែងមួយស្រុកក្រៅដូចបច្ចុប្បន្នដែរត្រឹមត្រូវក៏គ្មានឡានជប៉ុនដូចថ្ងៃនេះដែរបាទត្រឹមបើជប៉ុនមានផ្នត់កំណត់មួយថារបស់ជប៉ុនមិនល្អមិនបាច់ប្រើគឺក៏មិនមានរបស់ជប៉ុនដែលមានគុណភាពនៅថ្ងៃនេះដែរនេះជាមេរៀនមួយដែលភក្ត្រាចង់ឆ្លុះបញ្ចាំងមកស្រុកខ្មែរយើងបាទ Urine X ជា Super App របស់ខ្មែរវាមិនទាន់ល្អអត់ចោះទេប៉ុន្តែបើបងប្អូននៅតែប្រើ app របស់បរទេសប្រើរបស់អ្នកខាងក្រៅហើយមិនចាប់ផ្ដើមប្រើ Urine X ទេគឺមានវាសនាដូចខ្មៅដៃជប៉ុនចឹងបាទហើយនេះខ្ញុំជឿថាបើសិនជាយើងមិនជួយគ្រប់គ្រងនេះទេ Urine X អាចជាខ្មៅដៃម្ដងនឹងមែន Urine X អាចនឹងមិនคล้ายទៅជាអីមួយដែលល្អនៅអនាគតមែនប៉ុន្តែផលប៉ះពាល់មិនមែនតែ Urine X ទេគឺសេដ្ឋកិច្ចខ្មែរទាំងមូលប្រទេសយើងទាំងមូលព្រោះយើងអត់គ្រប់គ្រងផលិតផលក្នុងស្រុកខ្លួនឯងបាទនេះជាសារមួយសំខាន់ណាស់បាទហើយសាច់រឿងដ៏ខ្លីមួយនេះអាចជាសារមួយចង់ផ្ដាំទៅដល់ទាំងអស់គ្នាថាឥឡូវយើងកំពុងតែធ្វើពហិការកុំពហិការតែមួយគ្រាត្រូវនាំគ្នាពហិការមួយជីវិតបាទបើយើងចង់បានវាសនាដូចជប៉ុនបើយើងចង់បានផលិតផលជាច្រើនដូចជប៉ុនត្រូវតែនាំគ្នាប្រើរបស់ខ្មែរទោះបីជាវាមិនទាន់គ្រប់ទឹកក៏ដោយមិនទាន់គ្រប់10វាទៅបានតែ7 8យើងក៏ត្រូវតែប្រើដែរបាទនេះចម្លើយយ៉ាងខ្លីដែលភក្ត្រាចង់ឆ្លើយមកខ្ញុំមិញហ្នឹងថា Urine X ប្រសិនបើមានបងប្អូនមានផ្នត់គំនិតដូចជប៉ុនផលិតផលរបស់ខ្មែរយើងមួយនេះប្រកាស Super App របស់ខ្មែរយើងមួយនេះប្រកាសជាជោគជ័យក្នុងទីផ្សារបាទហើយខ្ញុំជឿថានៅពេលដែលយើងមានផ្នត់គំនិតបែបនេះណាមិនមែនថា Urine X ទេដូចខ្ញុំនិយាយចឹងយើងចង់ឲ្យមាន Superstar យើងចង់ឲ្យអាជីវកម្មទាំងអស់ឬចម្រើនដូចគ្នាប្រតិកលាគ្នាអញ្ចឹងតើតែយើងមានផ្នត់គំនិតហ្នឹងបានរឿងមួយនឹងកាត់ឡើងបាទហើយយ៉ាងណាបាទណែនាំទាំងអស់គ្នានិយាយយូរហើយបាទមិនដែរភក្ត្រាអត់ទាន់បានបង្ហាញថា Urine X ធ្វើអីខ្លះបាទនៅក្នុងហ្នឹងខ្ញុំចូលមើលទៅសុទ្ធតែហាងម្ហូបណាបាទយើងឃើញមានហាងម្ហូបច្រើននៅទីនេះហើយក៏មានបញ្ហាអីវ៉ាន់ដែរចា៎បាទហាងម្ហូបមកដល់ពេលនេះមានប្រហែលជាប្រហែលហាងណាឥឡូវយើងមានប្រហែលជាជិត200ហាងហើយ200ហាងជាង3បាទនៅបងប្អូនដែលមិនទាន់មានហាងបាទតោះនេះគួរពិចារណាទៅបាទហើយមើលស្ដាប់សាច់រឿងមិញហើយតោះនេះចេះជចាប់អត់បាទតើតោះនេះចង់ឃើញអនាគតខ្មែរមានផលិតផលដូចជប៉ុនអត់បាទអញ្ចឹងអ្នកដែលមិនទាន់មានហាងនៅលើនេះល្មមដល់ពេលហើយបាទមុនហ្នឹងខ្ញុំចូលទិញកាហ្វេមួយចំនួនអត់ទាន់ឃើញទេបាទហាងកាហ្វេមួយចំនួនអត់ទាន់មានទីនេះទេហើយទាំងអស់គ្នាកំពុងតែ build brand ជាហោរបស់ខ្មែរហើយកំពុងតែនៅលើ app ផ្សេងតោះនេះឃើញបាទអញ្ចឹងចូលទិញមិញបាទចូលទិញពី Gather Ground បាទនៅលើ app របស់ Urine X ហើយសេវាកម្មលឿនមែនតើបងប្អូនមើលបាទវានៅខ្វះខាតខ្លះវាមិនគ្រប់ទេប៉ុន្តែដូចភក្ត្រាលើកឡើងមិញអញ្ចឹងខ្មៅដៃជប៉ុនវាសរសេរបាក់ប៉ុន្តែគេនៅប្រើរហូតបាទហើយរឿងអីខ្មែរយើងមិនប្រើរបស់ខ្មែរយើងមែនទេបាទអញ្ចឹងក្រៅពីនេះគឺមានហាងផ្សេងណាមានហាងសម្លៀកបំពាក់មានហាងអីផ្សេងនៅក្នុងផែនការយើងនឹងដាក់បញ្ចូលអានឹងយើងហៅថាអានឹងចូលលក្ខណៈ e-commerce ណាយើងមាននៅក្នុងផែនការរបស់យើង roadmap របស់យើងនឹងមានដាក់ post បន្តបាទហើយក្រៅពីដឹកម្ហូបតើការដឹកបញ្ញាអីដឹកបែបណាដែរ Urine X ដឹកទូទាំងប្រទេសទេឥឡូវយើងដឹកតែនៅភ្នំពេញសិនបាទយើងធ្វើភ្នំពេញឲ្យថាយើងរឹងមាំសិនណាយើងនឹងពង្រីកទៅតាមខេត្តក្រុងទូទាំងប្រទេសបាទអញ្ចឹងគឺសម្រាប់អ្នកនៅភ្នំពេញម្ចាស់អាជីវកម្មទាំងអស់យើងទទួលបញ្ញាទាំងអស់បាទលឿនបញ្ញារបស់ Urine X ហ្នឹងយើងហៅថាបញ្ញារហ័សណាបាទន័យថាយើង book ភ្លាមយើងទៅដឹកឲ្យភ្លាមយើងអត់តាមមកចាំទេបាទអញ្ចឹងកុំឲ្យច្រឡំថាដូចយើងធ្លាប់ប្រើដូចក្រុមហ៊ុនធំៗនៅក្នុងស្រុកយើងតែសម្រាប់យើងផ្ដោតទៅលើ
បញ្ញាក៏ចប់ទូចតាហ្នឹងហើយឡាហើយភ្លាមដឹកភ្លាមយកទៅឲ្យភ្លាមក្នុងថ្ងៃតែមួយហ្នឹងណាបាទភ្លាមហ្នឹងមិនមែនតែថ្ងៃតែមួយទេគឺភ្លាមហ្មងហៅភ្លាមយកភ្លាមយើងកំងហាចូលដឹកម្ហូបមិញហ្នឹងចូលកំងហើយខ្ញុំឃើញគាត់ប្រាប់ថាឥឡូវអ្នកដឹកទៅហាងហើយទៅដល់ហាងហើយតើបញ្ញាដូចគ្នាយើងដឹកអីវ៉ាន់ដូចគ្នាដូចគ្នាបាទដូចគ្នាបាទយើងដឹងដែរទៅដល់នេះហើយទៅដល់នោះហើយបាទហើយបងអាចត្រេកបានគាត់មកយកដល់ហាងហើយដឹកទៅដល់ភ្ញៀវហើយអូយឧទាហរណ៍ថាបងដឹកអីវ៉ាន់មួយឲ្យទៅមិត្តភក្តិឬក៏គ្រួសារយើងនៅផ្ទះយើងចង់ឲ្យគាត់ដឹងដែរថានឹងទៅដល់ណាហើយបងអាចមាន link share tracking ណាយើងតាមដានគាត់ទៅដល់ណាហើយហ្នឹងយើង share ទៅគាត់បើកតលីងទៅយើងអាចមើលឃើញដើម្បីម្ចាស់ហាងឡើងលើនេះត្រូវការចំណាយប៉ុន្មានមិនមានចំណាយអីទេបងសម្រាប់ Durin X គឺដោយដែលគេហៅថាជា mission របស់យើងណាយើង empower យើង empower merchant យើង empower driver អញ្ចឹងមិនតម្រូវឲ្យចំណាយអីទេបាទម្ចាស់ហាងអត់ចំណាយទេបាទអស់តែថ្លៃដឹកជញ្ជូនទេបាទគឺភ្ញៀវបងតែថ្លៃដឹកជញ្ជូនទេសុំតែម្យ៉ាងគឺ control ហើយដឹកជញ្ជូនទាបបំផុតចិត្តបំផុតប្រមាណពាន់បើសិនជាអានេះយើងមានពីរណាដោយសារសេវាកម្មយើងមានពីរមួយគឺដឹកជញ្ជូនកំហូបទឹកជំហូបមួយទៀតដឹកជញ្ជូនកញ្ចប់បើដឹកជញ្ជូនម្ហូបយើងចាប់ពីមួយដូចជា1200រៀល1200បាទអាគៀកបំផុតអស់1200ទេបាទទៅដល់ដៃភ្ញៀវរបស់អ្នកទាំងអស់គ្នាហើយបាទអញ្ចឹងបាទហើយចំណុចពិសេសមួយខ្ញុំចង់ចែករំលែកដែរធម្មតាបើយើងសិក្សាពី app ផ្សេងៗណាការដែលគាត់គិតនៅពេលដែលយើងទៅឆ្ងាយជាង1គីឡូ1គីឡូអញ្ចឹងគាត់គិតតាមគីឡូប្រហែល1គីឡូគាត់គិត1គីឡូ1200រៀលអញ្ចឹងណាបើយើងដល់ចម្ងាយ1100ម៉ែត្រគាត់គិត2គីឡូដល់ពេលសម្រាប់ Durin X យើងឃើញពីចំណុចហ្នឹងបាទបើសម្រាប់យើងធ្វើចុងក៏បានដែរយើងអាចចំណេញបានច្រើនអានេះហ្នឹងណាបាទប៉ុន្តែយើងអត់ចឹងទេយើងយកតែ100ម៉ែត្រប៉ុន្តែ100រៀលម្ដងបាទ100ម៉ែត្រ100ម៉ែត្រ100រៀលមកនិយាយឲ្យស្រួលចាំ100ម៉ែត្រ100រៀលចឹងមក1ម៉ែត្រ1រៀលមកទៅ100រៀលហ្នឹងហើយបាទអញ្ចឹងម្ចាស់ហាងអត់មានចំណាយអីទេបាទអ្នកទិញអស់តែថ្លៃដឹកជញ្ជូនទេបើឆ្ងាយយើងអស់ច្រើនតិចទៅបាទប៉ុន្តែចេះសូមបញ្ជាក់ម្ចាស់ហាងធម្មតា model សម្រាប់ food បាទគាត់ត្រូវគាត់ត្រូវ agree នៅលើ commission ការចែក commission ឲ្យក្រុមហ៊ុនព្រោះថាយើងយកតម្លៃហ្នឹងថោកសម្រាប់ food មិនអញ្ចឹងទេបង1គីឡូជាស្តង់ដាររបស់យើងពី15ទៅ20%ទៅតាមទៅតាមប្រភេទអាជីវកម្មបាទណាបាទតោះគ្នាមើលតម្លៃបាទ commission បាទកធូថ្លៃដឹកជញ្ជូនកធូនេះជា app របស់ខ្មែរយើងបាទហើយចង់ឃើញទាំងអស់គ្នាចាំបាទសាច់រឿងខ្មៅដៃជប៉ុននេះជាសាច់រឿងមួយល្អខ្លាំងមែនតើបាទ Durin X ទឹមតែបកកើតទេបានមិញមួយឆ្នាំកន្លះអញ្ចឹងសង្ឃឹមថាទាំងអស់គ្នាដែលជាម្ចាស់អាជីវកម្មបាទនាំគ្នាឡើងមកបាទឡើងលើ Durin X ដើម្បីគ្រប់គ្រង super app របស់ខ្មែរយើងបាទដែលភត្រាកំពុងតែបង្ហាញទៅដល់អ្នកទាំងអស់គ្នានេះហើយវាគឺជាមុខរបរមួយដែលល្អមែនទែនសម្រាប់អនាគតស្រុកខ្មែរយើងបាទទៅអនាគតអ្វីជាក្តីសម័យធំសម្រាប់ Durin X សម្រាប់ Durin X ដោយតែខ្ញុំជំរាបប្រាប់បងពីមុនអញ្ចឹងក្តីសម័យធំបំផុតគឺយើងចង់ឲ្យ Durin X ហ្នឹងក្រៅតែពី super app សម្រាប់មហូបឬក៏វត្តបញ្ញាឆាប់រហ័សឬក៏សេវាកម្មដែលតាមតម្រូវការហ្នឹងណាវាគ្រប់បែបយ៉ាងហ្នឹងណាបាទក្រៅតែពីយើងជា super app ដែលឈានមុខគេនៅក្នុងស្រុកយើងចង់ចូលរួមយើងចង់ក្លាយទៅជាគេហៅថា platform digital មួយជាថ្នាល digital មួយបាទដើម្បីចូលរួមទ្រទ្រង់នៅក្នុងគេហៅវិស័យគេហៅសេដ្ឋកិច្ច digital ដែលជាគោលនយោបាយរបស់រដ្ឋាភិបាលបាទអញ្ចឹងយើងចង់ក្លាយទៅជា platform មួយដែលចូលរួមចំណែកសំខាន់ក្នុងការទ្រទ្រង់សេដ្ឋកិច្ច digital បាទនេះគឺជាក្តីសម័យទៅអនាគតបាទហើយឥឡូវហ្នឹងគឺកំពុងតែដើរបានតាក់ទងមួយនឹងមហូបអាហារបាទហើយមួយនឹងដឹកជញ្ជូនបាទបញ្ញាបាទផ្សេងបាទហើយមានសារអីចង់ផ្ដាំទៅដល់ម្ចាស់ហាងទាំងអស់គ្នាបាទអរគុណបងប្អូនខ្មែរយើងទាំងអស់ជាពិសេសម្ចាស់អាជីវកម្មទាំងអស់ដែលជាអាជីវកម្មក្នុងស្រុកអញ្ចឹងសារខ្ញុំដដែលទេដែលសំខាន់ណាតែសំខាន់គឺសារខ្ញុំដដែលគឺសូមឲ្យបងប្អូនម្ចាស់អាជីវកម្មទាំងអស់បន្តគ្រប់គ្រងអាជីវកម្មក្នុងស្រុក
ហើយគឺមានតែយើងដែលគ្រប់គ្រងគ្នាទៅវិញទៅមកជួយគ្នាទៅវិញទៅមកហើយយើងរកស៊ីធ្វើម៉េចឲ្យប្រតិកលាគ្នាបើតើតែយើងជួយគ្នាគ្រប់គ្រងគ្នាបានយើងអាចធ្វើការមួយគ្នាហើយតើតែយើងធ្វើការជាមួយគ្នាបានយើងយកឃើញថាអាដែលយើងធ្វើឲ្យសេដ្ឋកិច្ចរបស់យើងប្រតិកលាគ្នាវាមិនវាតើតែអញ្ចឹងសូមតែម្យ៉ាងនេះអត់សូមច្រើនទេសូមតែបន្តការគ្រប់គ្រងអាជីវកម្មក្នុងស្រុករហូតដោយមិនបាច់មានលក្ខខណ្ឌថាតើតែមានស្ថានភាពជំរុញឬមិនជំរុញយ៉ាងម៉េចទេសូមបន្តរហូតបាទអរគុណច្រើននាំគ្នាប្រើផលិតផលខ្មែរនាំគ្នាប្រើ app របស់ខ្មែរគឺ URNX ទាំងអស់គ្នាបាទអរគុណច្រើនបាទអរគុណច្រើនបាទបង